សូមគោរពបងប្អូនជនរួមជាតិទាំងអស់គ្នាគឺនៅក្នុងឱកាសនេះជាថ្ងៃ8រោចខែចែកត្រូវនៅថ្ងៃសុក្រទី10ខែមេសាឆ្នាំ2026ដែលសង្គមភូមិបឹងធំបានផ្ដើមឡើងធ្វើពិធីបិណ្ឌពុទ្ធាពិសេសមាន3រាត្រីគឺរាត្រីទី1ឲ្យឈ្មោះថាបិណ្ឌកំសាន្តរាត្រីទី2គឺជាបិណ្ឌហៅពលឹងស្រូវរាត្រីទី3ឲ្យឈ្មោះថាជាបិណ្ឌពុទ្ធាពិសេសហើយនៅក្នុងឱកាសនេះដែរដែលពុទ្ធបរិស័ទបានជួបជុំគ្នានៅវេលាម៉ោង15នាទីគឺថាយើងមានធ្វើពិធីគោរពទង់សាសនាទៅតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនានៃយើងហើយក៏មានពុទ្ធបរិស័ទក្នុងចំណោមនោះចេញរៀបជាជួរហើយយើងមានគណៈចារដើម្បីស្វាធានិងក្រុមនារីយើងសូត្រនៅបទគោរពទង់សាសនាហើយកំណត់កាលដែលលើកនៅទង់សាសនាជាកំណត់កាលចូលបិណ្ឌហើយសូមអរគុណប្រិយមិត្តនិងជនរួមជាតិទាំងអស់គ្នាសូមអញ្ជើញចូលរួមអនុមោទនាជាមួយនឹងសង្គមភូមិយើងខ្ញុំបាទសូមមើលទង់ជ័យឆពាន់រាំងសីដែលមានរាំងស្មៃភ្លឺស្រស់ល្អខៀវលឿងក្រហមព្រមទាំងពណ៌សហង្ស្បាតនឹងពណ៌ដ៏ភ្លឺផ្លេកប្រទេសតូចធំបានស្ម័គ្រស្មាគមជំនុំគ្នាច្រើនអនេកព្រមយករាំងស្មីព្រះពុទ្ធគូត្រេកប្រសើរពុនពេក្រៃកន្លងធ្វើជាសញ្ញាទង់ជ័យសាសនានៃព្រះសម្ពុទ្ធធំចំបងចូលយើងរាល់គ្នាយកចិត្តចាំចងនឹកដល់ព្រះអង្គជាអម្ចាស់ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថាសត្វសឹងតែជាពុទ្ធសាសន៍ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ប្រឹងប្រែងឲ្យណាស់គ្រប់គ្នាសូមសាសនាពុទ្ធកុំថ្កើងខ្ពស់ផុតរុងរឿងវិសុទ្ធថ្លៃថ្លាហើយមានជ័យជោគសាយពេញលោកាដោយជន់ជ្រះថ្លារាប់ច្រើនលានមានចិត្តស្នេហាគោរពបូជាចំពោះព្រះធម៌ដ៏កល្យានទាំងមនុស្សទេវតាស្នេហាគ្រប់ប្រាណប្រាថ្នាចង់បានសេចក្តីសុខ យើងខ
រាំងជាតិនាំគ្នាក្មៃគ្មៀតកាន់ធัวនឹងបានផុតទុក្ខរួមសាមគ្គីពីនេះទៅមុខទៅនឹងបានសុខសេមសានត្រានព្រមព្រៀងប្រព្រឹត្តតាមធម៌សុចរិតឆ្ពោះទៅកាន់ឋាននិព្វានជាទីផុតទុក្ខបានសុខសែមសានជាតិយើងនឹងបានសោយសុខខាន